លើកនេះយើងមិនមែនត្រឹមតែការការពារខ្លួនទេយើងត្រូវសិក្សាការពារខ្លួនផងនិងយើងបាញ់តក់ផងយើងមិនចង់ធ្វើសង្គ្រាមទេតែយើងត្រូវបង្ខំចិត្តធ្វើសង្គ្រាមមិនជួយតែមានការឈឺទីបានមកដោយសារកម្លាំងទាំងអស់ត្រូវតែត្រៀមរៀបចំខ្លួនលើកនេះយើងមិនមែនត្រឹមតែការការពារខ្លួនទេយើងត្រូវសិក្សាការពារខ្លួនផងនិងយើងបាញ់តក់ផងយើងចង់បានសន្តិភាពអ្នកសមាជិកចង់រួមរស់នៅជាមួយនឹងក្រុមគ្រួសារប៉ុន្តែចំនួនរបស់ប្រទេសជិតខាងគ្នាឯងបានមកជួនមកជាចំនួនជាមួយនឹងកម្ពុជាយើងមិនអាចទទួលយកបាននៅការប្រមាថឬការឈ្លានពានណាមួយបានទេយើងក៏ជាមនុស្សនិងជាជាតិសាសន៍ផ្សេងលោកយើងមិនឈ្លានពានទេក៏ប៉ុន្តែយើងក៏មិនអោបដៃឲ្យគេឈ្លានពានទេដែរ